តែក៏មកបើសិនណាប្អូនមិនជួយចាំគូគេបាញ់ស្លាប់អត់ឈឺផ្ដាស់ស្ដឹងហើយជាឈឺផ្ដាស់សាយអូនបានផ្ដាំប្រាប់ខ្ញុំថាសូមតែសម្ភារៈសិក្សានៅក្នុងការរៀនសូត្រប៉ុន្តែពួកខ្ញុំចង់ឲ្យគាត់មានពេលវេលាជាមួយពួកយើងទាំងអស់គ្នាយើងក៏បានរៀបចំម្ហូបអាហារផ្លែឈើនិងទឹកដោះគោហើយយើងបាននាំល្បែងទៅឲ្យអូនលេងពួកខ្ញុំចង់មានភាពស្និទ្ធស្នាលជាមួយចតចង់ផ្ដល់ក្តីស្រឡាញ់ទោះបីជាវាក្នុងរយៈពេលត្រឹមតែមួយថ្ងៃក៏ដោយប៉ុន្តែខ្ញុំចង់ចែករំលែកក្តីស្រឡាញ់និងភាពកក់ក្ដៅទៅអូនទាំងអស់គ្នាស្វាយចិត្តអត់ជជែកមកអញ្ចឹងយើងអាចគិតថាវាធម្មតារយៈពេល1ម៉ោង2ម៉ោងទេប៉ុន្តែសម្រាប់ពួកគាត់ពិតជាមានន័យជ្រៅវាគឺជាកុមារភាពរបស់គាត់វាគឺជា memory ដ៏ពោពេញដោយភាពសប្បាយរីករាយរបស់គាត់អ្នកគ្នាឃើញនៅក្នុងវីដេអូនេះនៅពេលដែលគាត់បានលេងល្បែងជាមួយពួកយើងបានចំណាយពេលជាមួយពួកខ្ញុំហើយបានសើចសប្បាយគឺគាត់សើចសប្បាយដោយមានក្តីសុខហ្មងអូយលកាជៀនទៀតអានេះហៅអីកាHello កូនស្រីលោកឪពុកសម្រាប់ក្មេងៗនៅទីតាំងនោះខ្ញុំក្នុងនាមជាកូនម្នាក់ដែរខ្ញុំមានតែពាក្យលើកទឹកចិត្តនិងពាក្យអំណរអរគុណដែលគាត់បានលះបង់ធំធេងខ្លាំងមែនទែនសម្រាប់អូននៅទីតាំងមួយហ្នឹងហើយឈើបដោះគោអំពីអត់អកូនបាយមួយពេលនេះមានតម្លៃខ្លាំងមែនទែនសម្រាប់ពួកគាត់ដែលត្រូវការចឹងខ្ញុំចង់ផ្ដាំទៅអូនជំនាន់នេះឲ្យដឹងថាពួកយើងពិតជាមានសំណាងណាស់ដែលយើងមានផ្ទះនៅមានបាយញ៉ាំមានគ្រួសារមានប៉ែម៉ាក់ហៅងាកទៅមើលគាត់វិញគាត់អត់មានអ្វីដែលអូនមានទេចឹងខ្ញុំចង់ផ្ដាំផ្ញើថាត្រូវតែចេះស្រឡាញ់អ្វីដែលខ្លួនឯងមានហើយចេះចែកចម្លែកទៅអូនខ្ញុំគិតថាខ្ញុំចេញមកនេះដើម្បីផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅទៅអូននៅមណ្ឌលប៉ុន្តែនៅពេលដែលខ្ញុំមកបើខ្ញុំដឹងថាពួកគាត់ទេអ្នកផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅឲ្យខ្ញុំគាត់បានធ្វើឲ្យខ្ញុំចងចាំថាខ្ញុំពិតជាមានសំណាងខ្លាំងណាស់ដែលមានរបស់អស់ទាំងនេះហើយបានលើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងជាងនឹងព្រោះខ្ញុំអាចផ្ដល់ជូនពួកគាត់បានខ្ញុំនឹងព្យាយាមផ្ដល់ជូនពួកគាត់ mission មួយនេះខ្ញុំអត់បញ្ចប់វាញ៉ាំអូគៀបចេញតុក្កតាចែករំលែកក្តីស្រឡាញ់ទៅដល់អូនក៏ខ្ញុំអត់ភ្លេចដែរពុកម៉ែបងប្អូនដែលគាត់នៅជុំវិញអ្នកម្ដាយទាំងអស់ដែលគាត់នៅជុំវិញដែលគាំទ្របងប្អូនដែលមើលថែបងប្អូនខ្ញុំអត់មានពាក្យណាមកប្រើដើម្បីបរិយាយពីអារម្មណ៍របស់ខ្ញុំដែលខ្ញុំសូមអរគុណគាត់ខ្លាំងមែនតើបើអត់មានពួកគាត់ទេខ្ញុំអត់ដឹងថាអូននឹងទៅជាយ៉ាងណា